ជំរាបជូនបងប្អូនកូនក្មួយថារឿងខ្មែរនេះកុំតែបានលោកបារាំងហ្នឹងគាត់មកជួយជាអាណាព្យាបាលហ្នឹងគឺថាយើងហ្នឹងគឺអស់ដីទៅហើយព្រោះថាសៀមហើយនឹងយួនហ្នឹងគឺយកទឹកដីខ្មែរកាត់ទន្លេមេគង្គហ្នឹងពុះចែកគ្នាមកខាងម្នាក់ព្រោះថានៅក្នុងសិភៅកំណត់ត្រាតែបារាំងបានផ្សាយគឺថាខ្ញុំមើលទៅថាពេលដែលទាហានបារាំងមកគឺទឹកដីរបស់កម្ពុជាហ្នឹងគឺបន្ទាយរបស់យួនគាត់នៅខាងកើតឧដុង្គហើយបន្ទាយរបស់សៀមនៅខាងលិចឧដុង្គរីឯស្ដេចរបស់យើងព្រះបាទអង្គឌួងត្រូវបានពួកសៀមហ្នឹងមើលជាប់ហើយព្រះបាទអង្គឌួងហ្នឹងព្យាយាមទៅសេសវត្តលើកទី1ផ្ញើទៅបារាំងតែសៀមហ្នឹងចាប់បានដល់ពេលសៀមចាប់បានសៀមហ្នឹងវាវាយក្បាលប្រកេះរបស់ព្រះអង្គមកស្បែកជើងហើយថាគម្រាមថាឲ្យឈប់តាក់ទងជាមួយបារាំងណាហើយចឹងទៅព្រះអង្គក៏អត់ព្រមចុះចាញ់ដែរព្រះអង្គក៏ព្យាយាមតាក់ទងទៅបារាំងទៀតតាមរយៈអ្នកផ្សាយសាសនាហើយផ្ញើលិខិតទៅទូតបារាំងនៅប្រទេសសិង្ហបុរីអញ្ចឹងក៏ទៅដល់សាររបស់ព្រះអង្គក៏បានទៅដល់ស្ដេចណាប៉ូឡេអុងរបស់បារាំងហើយបារាំងក៏នៅពេលដែលព្រះអង្គសគត់ហើយទេបានបារាំងហ្នឹងគឺបញ្ជូនកងទ័ពមកកងទ័ពមកឆ្លងកាត់មកតាមកពតណាហ្នឹងហើយទាហានសៀមហ្នឹងគឺឧត្តមសេនីយ៍សៀមហ្នឹងគិតខុសមកបន្តិចថាពេលដែលពួកបារាំងមកត្រូវសម្លាប់បារាំងឲ្យទាន់ប៉ុន្តែធ្វើម៉េចវាចៃដន្យដែរគឺថាมันអាចសម្លាប់កងទ័ពបារាំងបានវាខុសកាលបរិច្ឆេទឬយ៉ាងម៉េចយើងមិនដឹងដែរហើយចឹងទៅពេលដែលកងទ័ពបារាំងមកដល់ស្រុកខ្មែរគឺមានបន្ទាយយួនហ្នឹងនៅខាងកើតឧដុង្គបន្ទាយសៀមនៅខាងលិចឧដុង្គបានន័យថាពេលហ្នឹងឆ្នាំ1700 1800ហ្នឹងគឺយើងមើលទៅអត់ឃើញផែនទីកម្ពុជាទេយួនក៏គេគូសផែនទីថាទឹកដីកម្ពុជាទឹកដីយួនហើយសៀមក៏គេគូសផែនទីថាទឹកដីរបស់កម្ពុជាទឹកដីសៀមអញ្ចឹងយើងបាត់ផែនទីបាទនឹងរឿងនឹងអញ្ចឹងហើយនៅពេលដែលបារាំងមកគឺបញ្ជាឲ្យយួននិងសៀមចេញពីកម្ពុជាអញ្ចឹងយួននិងសៀមបានចេញពីកម្ពុជាហើយឆ្នាំ1900នៅពេលដែលយើងបានទឹកដីហើយឆ្នាំ1941នេះគឺសៀមបានទៅតាក់ទងអធិរាជជប៉ុនហារីហ៊ីតូហ្នឹងគឺយកទឹកដីបាត់ដំបងប្រទេសមានជ័យយកទៅវិញព្រះវិហារហ្នឹងយកទៅវិញណាសៀមរាបបាត់ដំបងមលូព្រៃហ្នឹងយកទៅវិញហើយដល់ពេលដល់ពេលដែលជប៉ុនហ្នឹងត្រូវអាមេរិកទម្លាក់គ្រាប់បែកនៅហេរ៉ូស៊ីម៉ាណាហ្គាសាគីជប៉ុនចាញ់អញ្ចឹងអាមេរិកហើយនឹងបារាំងនៅក្នុងសម្ព័ន្ធមិត្តនៅន័រអាត្លង់តិកហ្នឹងគឺបានបញ្ជាឲ្យជប៉ុនហើយនឹងថៃកាត់ទឹកដីហ្នឹងមកកម្ពុជាវិញអញ្ចឹងយើងក៏បានទឹកដីហ្នឹងមកវិញហើយយើងមានព្រំដែនបារាំងសៀម1904 1907នឹងរឿងនឹងវាចឹងនឹងមកវិញណាឲ្យគោរពហ្នឹងហើយឲ្យគោរពព្រំដែន1904 1907នឹងវិញអញ្ចឹងហើយរឿងរបស់ខ្មែរវែងឆ្ងាយណាស់អញ្ចឹងថ្ងៃអនាគតជម្រាបជូនបងប្អូនកូនក្មួយថាបើកម្ពុជាយើងមិនខ្លាំងទេមិនចេះសាមគ្គីគ្នាទេគឺសត្រូវរបស់យើងនឹងហែកទឹកដីកម្ពុជាអញ្ចឹងកម្ពុជាត្រូវតែខ្លាំងត្រូវតែមានកងទ័ពត្រូវតែមានអាវុធខ្លាំងការពារប្រទេសត្រូវតែមានសេដ្ឋកិច្ចខ្លាំងហើយត្រូវតែមានការសាមគ្គីជាតិខ្លាំងកុំយកការសាមគ្គីសួនតួដែលធ្វើបាបប្រទេសឬក៏បឺតស្រូបសេដ្ឋកិច្ចប្រទេសជាតិណាម្នាក់ត្រូវឲ្យមានយល់ថាតួនាទីដែលខ្លួនយើងឡើងហ្នឹងគឺដើម្បីបម្រើប្រជាជនហើយបម្រើជាតិដ៏ស្មោះត្រង់ហ
ហើយរក្សាប្រាក់ធ្វើម៉េចក្នុងប្រទេសឲ្យបានច្រើនយើងត្រៀមតាំងពីអាវុធយុទ្ធភ័ណ្ឌកងទ័ពអីសពគ្រប់នឹងហើយមួយទៀតត្រូវយើងខ្លាំងបានតើយើងសហការជាមួយមហាអំណាចធំពិសេសយើងមានឱកាសពេលនេះឆ្នាំ2026នេះគឺថាមានឱកាសដែលកសាង credit ជាមួយមហាអំណាចសហរដ្ឋអាមេរិកណាបាទអញ្ចឹងពីមុនយើងជាមួយអាមេរិកដែរអាមេរិកគាត់ជួយដល់ក្រោយមកអាមេរិកគាត់ដោះដៃទៅពីឆ្នាំ75គាត់ដោះដៃកាលហ្នឹងយើងចូលជាមួយនឹងពួកកុម្មុយនីសអញ្ចឹងពី70 75មកគឺពួកកុម្មុយនីសយួនខាងជើងហ្នឹងបញ្ជូនកងទ័ព30,000 នាក់ចូលកម្ពុជាជាមួយនឹងចិនហើយចូលវាយកម្ពុជាជាមួយនឹងខ្មែរក្រហមធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិកដកចេញពីកម្ពុជា75ហើយបន្ទាប់មកគឺមានរបបវិលពិឃាតខ្មែរស្លាប់ជាង3 លាននាក់ណាជំរាបជូនអញ្ចឹងហើយយើងដឹងថាតើជាង3 លាននាក់ហ្នឹងអ្នកណាអ្នកសម្លាប់យើងទាំងអស់គ្នាក៏ដឹងហើយគឺស្ថិតនៅក្រោមយើងទាំងអស់ស្ថិតក្រោមនយោបាយបរទេសហើយគេបិទប្រទេសយើងអត់មានកសែតទស្សនាវដ្តីទេគេថាខ្មែរយើងសម្លាប់គ្នាឯងប៉ុន្តែក្នុងហ្នឹងគឺមានចារកម្មបរទេសនៅក្នុងហ្នឹងដែលបញ្ជាធ្វើនយោបាយឲ្យមានការសម្លាប់ជាតិសាសន៍ខ្មែរបលាយពូជសាសន៍ខ្មែរណាហើយពេលយើងកាត់ក្តីស្លាកក្តីខ្មែរក្រហមគឺมันមានអ្នកណាបរទេសណាចូលរួមនេះគឺថាមានតែខ្មែរទេយកមកកាត់ទុកគ្នាឯងអញ្ចឹងឱកាសនៃការកសាងជាតិពីឆ្នាំ79មកឆ្នាំ90 93យើងបោះឆ្នោតមកយើងក៏មានសង្គ្រាមក្នុងស្រុកទៀតឆ្នាំ97មក97ណាអញ្ចឹងយើងធ្វើយ៉ាងម៉េចឲ្យបងប្អូនកូនក្មួយឲ្យចេះស្រឡាញ់គ្នាចេះយោគយល់គ្នាហើយរស់នៅជាមួយគ្នាឲ្យមានសន្តិភាពជាមួយគ្នាហើយថែរក្សាប្រជាជនម្នាក់គឺជាកងទ័ពម្នាក់ជាគ្រូពេទ្យម្នាក់ជាអ្នកនយោបាយម្នាក់ជាសាស្ត្រាចារ្យម្នាក់ហើយជាអ្នកផ្ដល់ប្រាក់ជួយសេដ្ឋកិច្ចជាតិម្នាក់ផងដែរយើងត្រូវយល់បែបហ្នឹងបើយើងយល់បែបហ្នឹងឲ្យបានស៊ីជម្រៅយើងនឹងធ្វើឲ្យប្រទេសយើងនឹងខ្លាំងហើយប្រជាជនម្នាក់ហ្នឹងគឺដូចជាកងទ័ពនៃមហានគរម្នាក់ដែរដែលជួយជាតិសាសន៍របស់យើងដែលខ្ញុំធ្លាប់បានសរសេរទូទាយកន្លងមកថាប្រជាជនយើងត្រូវសាមគ្គីគ្នាប្រៀបបាននឹងថ្មអង្គររាប់លានដុំអញ្ចឹងធ្វើឲ្យជាតិសាសន៍ខ្មែររឹងមាំតែបើថ្មរាប់លានដុំហ្នឹងវាបែកវាបាក់វាទៅឯណាផ្សេងវាអត់ចេញជាប្រាសាទអង្គរវត្តបានទេអញ្ចឹងដូនតារបស់យើងបានកសាងប្រាសាទអង្គរវត្តអញ្ចឹងយើងក៏ត្រូវគិតថាយើងត្រូវធ្វើអ្វីហើយជួយជាតិសាសន៍យើងយ៉ាងម៉េចខ្លះបងប្អូននៅត្រង់ណាក៏ត្រូវបម្រើខ្មែរកន្លែងនោះដែរសូមអរគុណច្រើនបាទពីរូបខ្ញុំបណ្ឌិតសំហេង